schools, just apartments. ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ប្រធានាធិបតីរុស្ស៊ីលោកពូទីនថាជាប្រវត្តិសាស្ត្ររុស្ស៊ីមិនអាចចូលរួមក្នុងសង្គ្រាមវាយជាមួយនឹងអ៊ុយក្រែនដោយគ្មានការគាំទ្រពីទាហានកូរ៉េខាងជើងបាននោះទេដែលមានន័យថារុស្ស៊ីមិនអាចយកឈ្នះលើអ៊ុយក្រែនបានទេទើបពឹងទាហានកូរ៉េខាងជើងឲ្យជួយវាយជំនួសកាលពីថ្ងៃទី11ខែសីហាឆ្នាំ2026នេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបង្ហាញពីការវិយតម្លៃចុងក្រោយរបស់លោកស្ដីអំពីស្ថានភាពនៅលើសមរភូមិសង្គ្រាមដោយបញ្ជាក់ថានេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររុស្ស៊ីដែលទាហានរុស្ស៊ីមិនអាចបន្តសង្គ្រាមដោយគ្មានការគាំទ្រពីកងទ័ពនិងអាវុធបន្ថែមពីកូរ៉េខាងជើងនោះទេមេដឹកនាំអ៊ុយក្រែនរុកនេះបានបញ្ជាក់ថាទីក្រុងមូស្គូកំពុងប្រឈមនឹងខ្សែបន្ទាត់យុទ្ធសាស្ត្រដែលមិនអាចមានសុវត្ថិភាពដោយសារតែការកើនឡើងជាបន្តបន្ទាប់នៃការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរបស់រុស្ស៊ីយ៉ាងជ្រៅដែលបង្ខំឲ្យរុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងទៅលើមីស៊ីលកំភ្លើងធំនិងបុគ្គលិកយោធាពីកូរ៉េខាងជើងលោក Zelensky បាននិយាយថារុស្ស៊ីរំពឹងថាកូរ៉េខាងជើងអាចនឹងរៀបចំបញ្ជូនកងទ័ពបន្ថែមចំនួន 10,000 នាក់ចូលមកក្នុងរលកថ្មីនៃការពង្រីកសង្គ្រាមជាមួយនឹងអ៊ុយក្រែនយើងលោក Zelensky បានប្រាប់សហគមន៍អន្តរជាតិថាសម្ព័ន្ធភាពរវាងប្រទេសទាំងពីរគឺរុស្ស៊ីនិងកូរ៉េខាងជើងមិនត្រឹមតែបង្កហានិភ័យដល់អឺរ៉ុបប៉ុណ្ណោះទេថែមទាំងផ្ដល់ឲ្យកូរ៉េខាងជើងមានឱកាសដើម្បីសាកល្បងប្រសិទ្ធភាពនៃអាវុធរបស់ពួកគេនិងទទួលបានបទពិសោធន៍នៃការប្រយុទ្ធដោយពិតប្រាកដផងដែរលោក Zelensky បានលើកឡើងទៀតថាការដែលលោកពូទីនត្រូវពឹងផ្អែកទៅលើកងទ័ពបរទេសដូចជាកូរ៉េខាងជើងវាបង្ហាញយ៉ាងច្បាស់ថារុស្ស៊ីកំពុងប្រឈមនឹងវិបត្តិខ្វះខាតកងកម្លាំងនិងបាត់បង់នូវជីវិតទាហានយ៉ាងច្រើននៅក្នុងសមរភូមិដោយសារតែលោកពូទីនព្យាយាមជៀសវាងការប្រកាសកេណ្ឌទ័ពទ្រង់ទ្រាយធំនៅក្នុងស្រុកដែលអាចបង្កឲ្យមានការមិនពេញចិត្តពីប្រជាជនរបស់រុស្ស៊ីមេដឹកនាំអ៊ុយក្រែនបានព្រមានដែរថាការបញ្ជូនទាហានកូរ៉េខាងជើងរាប់ពាន់រាប់ម៉ឺននាក់មកក្នុងតំបន់សមរភូមិដូចជានៅក្នុងតំបន់ Kursk គឺជាការទាញប្រទេសទី3ឲ្យចូលរួមដោយផ្ទាល់ក្នុងសង្គ្រាមនៅអឺរ៉ុបដែលធ្វើឲ្យចំនួននេះកាន់តែរីករាលដាលនិងមានភាពស្មុគស្មាញឡើងដែលការនេះលោក Volodymyr Zelensky បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រទេសលោកខាងលិចរួមទាំងសហរដ្ឋអាមេរិកនិងអង្គការ NATO ឲ្យជួយនិងបន្តគាំទ្រសភាវុធធនធ្ងន់និងអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារចូលយ៉ាងជ្រៅក្នុងទឹកដីរុស្ស៊ីនិងដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកម្ដៅសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនផងដែរបន្ថែមពីនេះលោក Volodymyr Zelensky ក៏បានជំរុញឲ្យសហគមន៍អន្តរជាតិនិងសម្ព័ន្ធមិត្តរបស់ខ្លួនត្រូវតែស្វែងរកវិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីការពារនិងទប់ស្កាត់មហិច្ឆតារបស់រុស្ស៊ីនិងកូរ៉េខាងជើងដើម្បីកុំឲ្យបន្តពង្រីកសង្គ្រាមថែមទៀត